សូមព្រះអង្គឲ្យកាត់ខ្សែពួរខ្សាច់ចាស់ដែលដាច់ទៅនោះប្រវែងមួយចំអាមសូមព្រះរាជទានទូលព្រះបង្គំជាខ្ញុំទាំងឡាយនឹងបានយកទៅធ្វើជាគំរូនឹងវិញពួរខ្សាច់ថ្មីនាំមកក្រាបបង្គំថ្វាយបើព្រះរាជាត្រាស់ព្រះរាជអង្គការថាមិនធ្លាប់មានខ្សែពួរដែលខ្សាច់ពីអង្ការណាទេដូច្នោះអ្នកទាំងឡាយត្រូវថាបើមិនធ្លាប់មានទេតើឲ្យអ្នកស្រុកបាចិនក្រៀមវិញខ្សែពួរខ្សាច់ដូចម្ដេចកើតបរិសទាំងពីរអ្នកនេះក៏ទទួលបង្គាប់ទៅកាន់ព្រះបរមរាជវាំងក្រាបបង្គំទូលព្រះរាជាតាមសេចក្តីនេះព្រះបាទវិទេហរាជក៏ទ្រង់មានសេចក្តីសោមនស្សក្រៃពេក16 តឡាកាំងស្រះថ្ងៃមួយរាជបរិសទាំងឡាយតម្រូវដល់អ្នកស្រុកបាចិនក្រៀមថាព្រះរាជាទ្រង់សពព្រះរាជហឫទ័យក្រសាលឧទកកីឡាចូលអ្នកគ្រប់គ្នាបញ្ជូនស្រះបោកខេនីដដេដាស់ដោយបញ្ចពិតបុទុំទៅថ្វាយក្រសាលអ្នកស្រុកទាំងឡាយទៅជម្រាបព្រះពោធិសត្វព្រះមហោសថជាអ្នកប្រាជ្ញឲ្យហៅមនុស្សពី3នាក់អ្នកមានថ្វីមាត់មកបង្គាប់ថាអ្នកទាំងឡាយចូលទៅលេងទឹកកញ្ជ្រោកបោកបាច់ឲ្យមានអ្នកភ្នែកក្រហមឲ្យភក់ប្រឡាក់ពាសទាំងខ្លួនហើយកាន់ខ្សែពួរនិងដំបងទៅឯព្រះរាជវាំងឲ្យគេទូលព្រះរាជាថាខ្ញុំព្រះអង្គទាំងឡាយនាំស្រះដ៏ធំមកថ្វាយប៉ុន្តែស្រះនោះធ្លាប់តែនៅព្រៃដល់បានឃើញព្រះរាជបុរីក៏ភ័យផ្អើលដាច់ខ្សែបោលចូលព្រៃវិញទៅខ្ញុំរត់ស្ទាក់វាយដោយដំបងយ៉ាងណាក៏ពុំអាចឲ្យចូលមកបានឡើយសូមព្រះអង្គព្រះរាជទានស្រះចាស់ដែលព្រះអង្គបានយកអំពីព្រៃមកផ្សាំហើយនោះទៅជាធ្នាក់ខ្ញុំព្រះអង្គទាំងឡាយនឹងចងស្រះនោះភ្ជាប់គ្នាមកថ្វាយបើព្រះរាជាត្រាស់ថាមិនធ្លាប់មានស្រះដែលនាំមកអំពីព្រៃទេដូច្នេះត្រូវអ្នកទាំងឡាយក្រាបបង្គំទូលថាបើមិនធ្លាប់មានយ៉ាងនេះតើនឹងឲ្យអ្នកស្រុកបាចិនក្រៀមបញ្ជូនស្រះបោកខេនីមកថ្វាយដូចម្ដេចកើតមនុស្សទាំងនោះទទួលធ្វើតាមបង្គាប់ព្រះរាជាក៏ទ្រង់សោមនស្សក្រៃពេកទី17យ៉ាណាំងសួនឧសៀនថ្ងៃមួយព្រះបាទវិទេហរាជតម្រូវទៅដល់អ្នកស្រុកបាចិនក្រៀមថាយើងចង់ប្រពៀតឧសៀនប៉ុន្តែឧសៀនចាស់របស់យើងមានឈើចាស់បាក់បែករិចស្លឹកអស់ហើយត្រូវអ្នកស្រុកបាចិនក្រៀមបញ្ជូនឧសៀនថ្មីមួយមានដើមឈើលាស់ខ្ចីមានផ្ការិចស្គុះស្គាយទៅព្រះរាជវាំងយ៉ាងប្រញាប់អ្នកស្រុកទាំងនោះទៅសួរព្រះពោធិសត្វព្រះមហោសថបណ្ឌិតឲ្យហៅមនុស្ស2-3នាក់មកបង្គាប់ថាអ្នកទាំងឡាយចូលកាន់ខ្សែពួរនិងដំបងទៅឯព្រះរាជវាំងទូលព្រះរាជាថាខ្ញុំព្រះអង្គទាំងឡាយនាំឧសៀនដ៏ធំមកថ្វាយប៉ុន្តែឧសៀននោះធ្លាប់តែនៅព្រៃដល់បានឃើញព្រះរាជបុរីក៏ភ័យផ្អើលដាច់ខ្សែបោលចូលព្រៃវិញទៅខំរត់ស្ទាក់វាយដោយដំបងយ៉ាងណាក៏ពុំអាចចូលមកបានឡើយសូមព្រះអង្គព្រះរាជទានឧសៀនចាស់ដែលព្រះអង្គបាននាំពីព្រៃមកផ្សាំហើយនោះទៅជាធ្នាក់ខ្ញុំព្រះអង្គទាំងឡាយនឹងចងឧសៀននោះភ្ជាប់គ្នាយកមកថ្វាយបើព្រះរាជាថាមិនធ្លាប់មានឧសៀនដែលនាំមកពីព្រៃទេដូច្នេះត្រូវអ្នកទាំងឡាយក្រាបបង្គំទូលថាបើមិនធ្លាប់មានយ៉ាងនេះតើនឹងឲ្យអ្នកស្រុកបាចិនក្រៀមបញ្ជូនឧសៀនមកថ្វាយដោយម្ដេចកើតមនុស្សទាំងនោះទទួលធ្វើតាមបង្គាប់ព្រះរាជាក៏ទ្រង់មានព្រះរាជហឫទ័យសោមនស្សក្រៃពេកទើបទ្រង់ពិគ្រោះនឹងអាចារ្យទាំង4នាក់ដើម្បីនាំព្រះមហោសថមកតាំងជាអ្នកប្រាជ្ញកាលបើអាចារ្យសេនកៈជាប្រធានពុំព្រមក៏ទ្រង់ព្រះចិន្តាថាមហោសថបណ្ឌិតមានអាយុ7ឆ្នាំអាចព្យាករប្រស្នាអាបកំបាំងនិងប្រស្នាទល់បានប៉ុន្តែអាចារ្យសេនកៈមិនអោយនាំមកតាំងជាអ្នកប្រាជ្ញសោះបើដូច្នោះប្រយោជន៍អ្វីដែលអាចារ្យទាំងនោះលុះទ្រង់ព្រះចិន្តាដូច្នោះហើយទើបទ្រង់ស្ដេចទៅកាន់ស្រុកនោះដើម្បីជួបនឹងព្រះមហោសថទ្រង់គង់លើព្រះទីនាំងសេះអាស្ដរបទៅទី18កត្រភោសត្លាការព្រះបាទវិទេហរាជទ្រង់គង់សេះអាស្ដរបចេញទៅបានបន្តិចសេះអាស្ដរផុងបាក់ជើងទៅពំរួចអាចារ្យសេនកៈក៏ចូលទៅបន្ទោសហើយទូលព្រះរាជាឲ្យតម្រូវថា
ត្រូវមហោសថសង្សេះអសដរគឺត្រូវបញ្ជូនសេះអសដរមកក៏បានបញ្ជូនអ្វីដែលប្រសើរជាងសេះអសដរក៏បានព្រះមហោសថជាអ្នកប្រាជ្ញទទួលព្រះរាជសារហើយជម្រាបសិរីវត្តសេដ្ឋីជាបិតាថាព្រះមហាក្សត្រចង់ជួបលោកឪពុកហើយនឹងខ្ញុំបាទដូច្នោះសូមលោកឪពុកអញ្ជើញទៅមុនកាលព្រះជាធ្វើបដិសន្ធារៈឲ្យអង្គុយលើអាសនៈដ៏សមគួរសូមលោកឪពុកអង្គុយចុះខ្ញុំបាទនឹងតាមក្រោយកាលបើខ្ញុំបាទទៅដល់សម្លឹងមុខលោកឪពុកសូមលោកក្រោកចេញខ្ញុំបាទនឹងអង្គុយលើអាសនៈនោះសេដ្ឋីក៏ទទួលធ្វើតាមព្រះមហោសថទៅតាមក្រោយឲ្យគេចាប់សត្វលាមមួយរុំចិត្តដោយកន្ទេលសែងយកទៅផងសេដ្ឋីជាបិតាការព្រះមហោសថទៅដល់ថ្វាយបង្គំព្រះរាជាហើយក្រឡេកមើលមកចំអាត្មាក៏ក្រោកម្នីជិះចេញទៅព្រះមហោសថអង្គុយលើអាសនៈនោះជនទាំងឡាយគឺអាចារ្យសេនកៈអាចារ្យពុក្កសៈអាចារ្យកាមិនអាចារ្យទេវិនជាដើមផ្ទះដៃសើចំអកថាហោះហោមើលណោគេរយ៉ាអ្នកប្រាជ្ញយ៉ាងនឹងតើមនុស្សដែលបណ្ដេញឪពុកយកកន្លែងអង្គុយខ្លួនឯងនេះមិនគួរហៅថាជាអ្នកប្រាជ្ញទេព្រះរាជាក៏ជ្រប់ព្រះភ័ក្រធ្លាក់ព្រះតីពុំសប្បាយកាលព្រះមហោសថក្រាបបង្គំទូលសួរទៅទ្រង់ត្រាស់ថាខ្ញុំឮគេទៅស័ព្ទអ្នកឯងជាទីពេញចិត្តដល់ខ្ញុំឃើញអ្នកឯងបើជាមិនពេញចិត្តទៅវិញព្រោះអ្នកឯងបណ្ដេញឪពុកយកកន្លែងអង្គុយខ្លួនឯងព្រះមហោសថសួរថាព្រះអង្គសម្គាល់ថាឪពុកខ្ពង់ខ្ពស់ប្រសើរជាងកូនឬព្រះរាជាថាព្រះមហោសថឲ្យសែងយកសត្វលាមកស្រាយហើយសួរព្រះមហាក្សត្រថាសូមទ្រង់ព្រះមេត្តាប្រោសសត្វលានេះមានតម្លៃប៉ុន្មានឆ្លើយថាតម្លៃ8កហបណៈសូមសួរថាសេះអសដរតម្លៃប៉ុន្មានឆ្លើយថាតម្លៃកាត់មិនបានក៏ទូលស្ទាក់ព្រះរាជអង្គការថាអំបញ្ញមិញនេះព្រះអង្គថាឪពុកប្រសើរខ្ពង់ខ្ពស់ជាងកូនគ្រប់អន្លើបើពិតដូច្នោះមែនលានេះប្រសើរខ្ពង់ខ្ពស់ជាងសេះអសដររបស់ព្រះអង្គព្រោះសេះអសដរប្រកាសជាកើតអំពីមេសេះអាជ័យដែលបង្កាត់ដោយបាលីសូមព្រះអង្គទទួលចំណងដោយលានេះអ្នកប្រាជ្ញទាំងឡាយរបស់ព្រះអង្គពុំដឹងសពបើការប៉ុណ្ណឹងផងពិតតែនាំគ្នាទះដៃសើចដោយឈួតអញ្ចឹងព្រះអង្គបានអ្នកប្រាជ្ញទាំងនេះពីណាមកក៏ចំណាប់អីម្លេះព្រះរាជាទ្រង់សពរាជហារតីចំពោះព្រះមហោសថក៏សូមផ្ដាច់អំពីសិរីវត្តសេដ្ឋីមកតាំងជាព្រះរាជបុត្ររបស់ព្រះអង្គព្រះមហោសថក៏ស្ថិតនៅក្នុងឋានៈជាព្រះរាជបុត្រក្សត្ររៀងទៅអង្គទី19មណេកែវមណេមានកែវមណេរត់មួយនៅក្នុងសម្បុកក្អែកលើដើមត្នោតក្បែរស្រះបោកខណីចាំងរស្មីដូចជានៅក្នុងទឹកស្រះព្រះរាជាឲ្យអាចារ្យសេនកៈយកកែវមណេនោះអំពីទឹកស្រះឲ្យបានអាចារ្យសេនកៈកេណ្ឌមនុស្សដ៏ច្រើនឲ្យបាចទឹកកាយភុជីកដីក្នុងស្រះនោះបុកបន់អស់រកកែវមណេពុំឃើញហើយក៏បញ្ចូលទឹកថ្មីចូលទៅវិញទៀតក៏នៅក៏ឃើញពន្លឺកែវក្នុងទឹកដដែលទៀតព្រះចៅក្រុងមិថិលាសួរព្រះមហោសថថាឯងអាចយកកែវមណេនោះបានឬទេទូលថាសូមទ្រង់ព្រះមេត្តាប្រោសការនេះមិនជាធ្ងន់ប៉ុន្មានទេសូមព្រះអង្គស្ដេចមកទូលព្រះបង្គំនិងបង្ហាញកែវមណេហើយឲ្យយកភេជ្ជៈទឹកមកដាក់ក្បែរដើមត្នោតនោះឃើញពន្លឺចាំងមកក្នុងភេជ្ជៈនោះទើបក្រាបបង្គំទូលព្រះរាជាថាកែវមណេនៅលើចុងត្នោតឯនោះទេហើយឲ្យមនុស្សឡើងយកបានមកព្រះមហាក្សត្រទ្រង់សោមនស្សយ៉ាងខ្លាំងប៉ុន្តែពុំអាចតាំងជាអ្នកប្រាជ្ញបានគ្រាន់តែទ្រង់ប្រោសព្រះរាជទានកែវមុខក្តារសម្រាប់ព្រះសរងព្រះមហាក្សត្រដល់ព្រះពោធិសត្វជាគ្រឿងសម្គាល់ថាព្រះរាជបុត្រផ្ទាល់ព្រះអង្គហើយទ្រង់ចាត់ការផ្គត់ផ្គង់ពុំឲ្យមានខ្វះខាតកន្លះអ្វីឡើយសម័យថ្ងៃមួយនោះព្រះរាជាទ្រង់ស្ដេចទៅក្រសាលឧទ្យានទ្រង់បានទេសនាការឃើញសត្វបង្គួយមួយចុះអំពីខ្លោងទ្វារមកធ្វើក្បាលងើកងក់ក៏ទ្រង់ត្រាស់សួរថាបង្គួយនេះធ្វើអ្វីព្រះមហោសថក្រាបបង្គំទូលថាបង្គួយនេះគោរពព្រះអង្គទ្រង់មានព្រះរាជហឫទ័យត្រេកអរណាស់បង្គាប់អាមាត្យឲ្យទិញសាច់ឲ្យបង្គួយនោះបរិភោគរាល់ថ្ងៃក្នុងថ្ងៃសិលអាមាត្យរកទិញសាច់មិនបានក៏យកប្រាក់មួយកាណេតម្លៃស្មើនឹងសាច់មកចោះដោតខ្សែទៅបំពាក់អីដល់កបង្គួយ
បង្គួយបានគ្រឿងអលង្ការពាក់ហើយក៏គិតថាអញមានអលង្ការពាក់ស្ដេចស្ដេចក៏មានអលង្ការពាក់ដូចគ្នាចាំបាច់គោរពស្ដេចធ្វើអ្វីសម័យជាខាងក្រោយមកការព្រះរាជាយាងទៅដល់ទីនោះបង្គួយក៏ដំឡើងម្នាក់ក្រអើតក្រតមព្រះរាជាទ្រង់ព្រះកង្ខាតក៏ត្រឡប់មកវិញទ្រង់សួរព្រះមហោសថព្រះពោធិសត្វទោះបីឥតឃើញអាមាត្យបំពាក់គ្រឿងអលង្ការសោះក៏ក្រាបទូលថាវាមើងងាយព្រះអង្គព្រោះប្រហែលជាអាមាត្យបំពាក់គ្រឿងអលង្ការឲ្យវាទេដឹងព្រះរាជាទ្រង់ព្រះពិរោធទៅទ្រង់បង្គាប់ឲ្យបណ្ដេញបង្គួយចាក់ទីនោះបង្គួយដល់នៅសក្តីវិនិច្ឆ័យចាក់លៀបព្រោះតែដំឡើងម្នាក់ប៉ុណ្ណោះព្រះរាជាទ្រង់សរសើរព្រះមហោសថថាជាអ្នកប្រាជ្ញអាចដឹងទឹកចិត្តសត្វដេឆានផងហើយទ្រង់ប្រទានស្រុកស្រួយ4ដល់ព្រះមហោសថមានកូនសាអាចារ្យទិសាប្រមោកម្នាក់ឈ្មោះពង្កតរមេនុបដែលអាចារ្យមានសក្តីពេញចិត្តបានរៀបសំគុំនឹងកូនក្រមុំរបស់ខ្លួនឲ្យជាភរិយាតែពង្កតរមេនុបមិនព្រមរំសង្វាសជាមួយនឹងភរិយាសោះព្រោះនាងនោះជាស្រីមានលក្ខណៈពេញលេញមានុបនោះជាមនុស្សកាលគណីថ្ងៃមួយមានុបសូមលាឪពុកម្ដាយក្មេកដើម្បីទៅស្រុករបស់ខ្លួនជាមួយនឹងភរិយាលុះដើរអស់ផ្លូវឆ្ងាយកើតក្តីស្រីឃ្លានឃើញដើមឧត្តមពរមួយដើមមានផ្លែទុំនៅក្បែរផ្លូវពង្កតរមេនុបក៏ឡើងបរិភោគអ្នកឯងទៅឯភរិយានិយាយសុំពីដីទៅថាអ្នកជាស្វាមីអើយអ្នកជាស្វាមីសូមជំរុះផ្លែមកឲ្យខ្ញុំទទួលទានផងមេនុបឆ្លើយពីចុងឧត្តមពរមកថាឯងឥតដៃទេឬអ្វីនាងដឹងថាស្វាមីមិនមានចិត្តសប្បុរសក៏ខំប្រឹងស្រវាឡើងបេះផ្លែឧត្តមពរបានមកកំពុងតែបរិភោគស្រាប់តែពង្កតរមេនុបលួចសម្រោតចុះមកមុនហើយយកបន្លាស្រះគល់រត់បាត់ទៅនាងនោះនៅជាប់លើចុងឧត្តមពរតែឯងឯងថ្ងៃនោះព្រះបាទវិទេហរាជទ្រង់ស្ដេចទៅប្រពាតព្រៃបានឃើញនាងនៅលើចុងឧត្តមពរទ្រង់ត្រាស់សួរជ្រាបហេតុសពគ្រប់ឲ្យដាក់នាងពីចុងឧត្តមពរមកយកទៅអភិសេកជាអគ្គមហេសីបាននាមថានាងឧត្តមពរទេវីថ្ងៃមួយព្រះរាជាទ្រង់បញ្ជិះនាងលើរាជរថជាមួយនឹងព្រះអង្គនាងបានឃើញពង្កតរមេនុបកំពុងកាន់ចោបកញ្ឆែបជំរះស្មៅបែកញើសហូររហាមទើបនាងញញឹមព្រះរាជានឹកឆ្ងល់ក្នុងប្រតិទើបទ្រង់ត្រាស់សួរនាងថាចុះនាងសើចអ្វីទេវីក្រាបបង្គំទូលថាខ្ញុំម្ចាស់អស់សំណើចនឹងប្តីដើមរបស់ខ្ញុំម្ចាស់ព្រះអង្គងាកទៅសួរអាចារ្យសេនកៈវិញថាដែលមានស្ត្រីនិងបរោះខុសគ្នាម្លឹងហើយថាស្វាមីខ្លួនពីដើមអាចារ្យនោះក្រាបបង្គំទូលបង្ខូចបន្ថែមទៀតថាសូមព្រះអង្គកុំជឿស្រីកាលកិនីនេះប្រកាសជាមានឧបាយស្ងាត់កំបាំងព្រះមហាក្សត្រទ្រង់ពិរោធយ៉ាងខ្លាំងហើយទ្រង់សួរព្រះមហោសថព្រះពោធិសត្វក្រាបបង្គំទូលថាបបិទ្ធព្រះសមត្ថទេពធម្មតាអ្នកឥតបុណ្យនៅរួមវាសនាជាមួយនឹងមនុស្សមានបុណ្យពុំបានទេព្រះរាជាទ្រង់មានសក្តីសោមនស្សរីករាយហើយទ្រង់ប្រទានរង្វាន់ដ៏ច្រើនដល់ព្រះពោធិសត្វចំណែកខាងនាងទេវីសូមយកព្រះមហោសថទុកជាព្រះអនុជរួមឧត្តររបស់នាងមានសត្វពពែមួយទៅបរិភោគស្មៅនារោងដំរីត្រូវគេវាយបាក់ឆ្អឹងខ្នងនឹងឆ្កែមួយទៅពាំដុំសាច់ពីរោងគ្រូត្រូវគេវាយបាក់ជើងមួយទៅនៅដេកជាមួយគ្នាក្បែរកំពែងព្រះបរមរាជវាំងឲ្យពពែទៅលួចសាច់ឲ្យឆ្កែទៅលួចស្មៅមកចែកគ្នាបរិភោគព្រះរាជាទ្រង់យល់ថាសត្វទាំងពីរជាមិត្តនឹងគ្នាដូច្នោះក៏ក្រងឡើងនៅប្រស្នាចោទសួរអ្នកប្រាជ្ញទាំង4អ្នកថាសត្វមរឹក2មានជើង7មានខ្នង1តើសត្វអ្វីបើឆ្លើយមិនត្រូវនឹងត្រូវបំបោះបង់ពីនគរអាចារ្យទាំង4អ្នកក្រាបបង្គំទូលថាចាំស្អែកសឹមឆ្លើយថ្វាយសេចក្តីនោះហើយថ្វាយបង្គំលាទៅផ្ទះទាំងអស់គ្នាទៅព្រះមហោសថរវាងជានិច្ចនៅព្រះរាជដំណើរនិងព្រះកិរិយានៃព្រះរាជាទ្រង់ជ្រាបថាពេលថ្ងៃម្សិលមិញព្រះអង្គទ្រង់ប្រថាប់ក្បែរព្រះសីហៈបញ្ចោទ្រង់ព្រះសម្រួលមួយព្រះអង្គឯង
เติบโลกตึกนงตินุเคยเกเรยาชกายนังปเปก็เชียบทาปรัสนานิจมปูเรื่องชกายนังปเปหนูไออาจารย์แต่งบุญเนี่ยตะดอบเตียกัดเขียทายิงมกเชียมันดังให้ปรัสนานิเฉยนะเติร์แต่สมเรียนอมปีเปรียมหาสดเติบโดยคล้วนกับน้อมเขียแต่สมเรียนปราบรามโปติสัตเอาอาจารย์เซนกะตันติงทาเมนโดปเปเอาอาจารย์กามันตันติงทาส่วนเนี่ยเข้าชกายเอาอาจารย์เตวันตันติงทาอโพมัตตาเตียงปีเนี่ยเชียสำลังอย่างนี้เอาอาจารย์ปกษะตันติงทาอโพมังสร้างตินันจะฆ่าตอนเตเตียงปีสีสมัยพองสีสัจพอง